បាទជំរាបសួរម្ដងទៀតបាទបងប្អូនដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបាទបងប្អូនហេតុអីបងប្អូនត្រូវជ្រើសរើសរៀនវគ្គបណ្ដុះបណ្ដាលរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលរដ្ឋពលបងប្អូនជ្រាបទេថាហេតុអីបានជាក្រុមហ៊ុនក៏ដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរដ្ឋពលត្រូវបានអនុញ្ញាតឲ្យដាក់វគ្គបណ្ដុះបណ្ដាលរបស់ខ្លួននៅក្នុងថ្នាលរបស់មូលនិធិអភិវឌ្ឍជំនាញបាទនៅក្នុងដំណើរការនៅក្នុងការដាក់វគ្គបណ្ដុះបណ្ដាលនៅក្នុងថ្នាលរបស់មូលនិធិអភិវឌ្ឍជំនាញ SDF គឺមិនមែនមានច្រើនស្ថាប័នចេះតែដាក់ទៅបានទេបាទមកដល់បច្ចុប្បន្ននេះខ្ញុំអាចនិយាយបាននៅតិចនៅឡើយទេដែលស្ថាប័នទាំងឡាយហ្នឹងអាចដាក់វគ្គបណ្ដុះបណ្ដាលនៅក្នុងថ្នាលរបស់មូលនិធិបាទក្នុងនោះមួយយើងជាមោទនភាពដែលយើងអាចបានការអនុញ្ញាតឲ្យដាក់បញ្ចូលវគ្គបណ្ដុះបណ្ដាលនៅក្នុងថ្នាលនោះហើយជំរាបជូនដែរថាមិនមែនចេះដាក់បានទេបាទមានការវិតម្លៃមានការត្រួតពិនិត្យពីគុណភាពមើលពីបទពិសោធន៍របស់យើងបាទបងប្អូនប្រហែលជាធ្លាប់ដឹងរដ្ឋពលបានធ្វើវគ្គបណ្ដុះបណ្ដាលទៅដល់បងប្អូនដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើនខេត្តក្រុងហ្នឹងមែនទេបងប្អូនបាទកន្លងមកយើងធ្វើនៅរាជធានីភ្នំពេញពីគម្រោងនៅកំពង់ធំមួយគម្រោងនៅសៀមរាបតាមពិតយើងត្រូវបន្តទៅប្រទីមានជ័យទៅឧត្តរមានជ័យទៅព្រះវិហារទៅអីដែលបណ្ដាលដោយសារស្ថានភាពរបស់ប្រទេសជាតិទៅយើងផ្អាកមួយរយៈបាទប៉ុន្តែឥឡូវនេះចាប់ផ្ដើមមានស្ថិរភាពបន្តិចយើងអាចបន្តការរៀនសូត្ររបស់យើងវិញបានដែរបាទអញ្ចឹងយើងយល់បានន័យថាយើងបានធ្វើច្រើនគម្រោងជាមួយនឹងបងប្អូនដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរអញ្ចឹងយើងធ្វើវគ្គបណ្ដុះបណ្ដាលទាំងឡាយនេះគឺតម្រូវទៅគោលបំណងរបស់យើងគឺដោះស្រាយបញ្ហាណាបំបែកអាស័យដែលជារបាំងដែលនាំឲ្យបងប្អូនមិនអាចទៅមុខបានយើងរៀបចំវគ្គបណ្ដុះបណ្ដាលដោយឆ្លើយតបទៅនឹងស្អីដែលជាតម្រូវការអស់នោះអញ្ចឹងមិនមែនជារឿងចៃដន្យទេដែលយើងដាក់វគ្គបណ្ដុះបណ្ដាលយើងទៅក្នុងថ្នាលបណ្ដុះបណ្ដាលរបស់ SDF បាទរបស់មន្ទីរអភិវឌ្ឍជំនាញហើយបងប្អូនមិនចាំបាច់ត្រូវចាយលុយទេបាទបងប្អូននឹងបានទទួលកញ្ចប់ថវិកាដើម្បីចូលរៀនដោយឥតគិតថ្លៃអញ្ចឹងកុំភ្លេចចង់អភិវឌ្ឍអាជីវកម្មរបស់យើងចង់អភិវឌ្ឍបុគ្គលិករបស់យើងឲ្យឆ្លើយតបទៅនឹងសកម្មភាពការរីកចម្រើនរបស់អាជីវកម្មយើងទាក់ទងទៅនឹងរឿង digital រឿង marketing ណារឿងទីផ្សាររឿងឧបករណ៍ digital កុំភ្លេចរៀននៅរដ្ឋពលរៀនហើយបានអនុវត្តហើយបានទទួលការគាំទ្រនានាផ្សេងទៀតលើសពីគ្រាន់តែរៀនហើយបានសញ្ញាបត្រយើងជួយឲ្យបងប្អូនអាចអនុវត្តបានយកទៅប្រើក្នុងអាជីវកម្មយើងជួយឲ្យបងប្អូនបានរីកចម្រើនអាជីវកម្មអញ្ចឹងយើងនៅជាមួយគ្នាមិនមែនគ្រាន់តែក្នុងថ្នាក់រៀនទេបងប្អូននៅជាមួយរដ្ឋពលទាំងនៅក្នុងអាជីវកម្មយើងតទៅមុខទៀតបាទអញ្ចឹងកុំភ្លេចតាក់ទងក្រុមការងារបាទសូមអរគុណ